ជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទវីដេអូនេះគឺខ្ញុំបង្ហាញអំពីសកម្មភាពបាទក្រុមគ្រួសាររបស់ខ្ញុំបាទនៅពេលសម្រាប់ពីការងារទំនេរពីការងារហើយនេះប្រពន្ធខ្ញុំក៏គាត់កំពុងតែកាត់ស្មៅដោយសារតែដីវាទំនេរហើយស្មៅដុះច្រើនពេកបាទហើយនេះកូនខ្ញុំឈ្មោះថារក្សាគាត់កំពុងតែបេះផ្ទីបាទហើយនឹងតកូនដែលវាដុះជាមួយនឹងស្មៅណាបាទនេះគឺធម្មជាតិល្អណាបងប្អូនអើយអត់មានដាំដោយទេបាទហើយបែកបានយើងយកទៅត្រាំទឹកវាលាងវាស្អាតđểឆាវាណាបាទឆាមិនបាច់ដាក់សាច់ក៏បានដែរឆ្ងាញ់ហើយឥឡូវគេបាំងមុខគេក៏អាចឃើញមុខគេទេអញ្ចឹងណាបាទឥឡូវប្រពន្ធខ្ញុំគាត់លេងហើយបាទពងកាត់ស្មៅកាត់យកអត់មានបណ្ដៃទេបាទស្មៅវាដុះច្រើនណាស់ដោយសារដីទំនេរយើងអត់បានរៀបចំសម្អាតវាបងប្អូនបាទណាមួយយើងមិនសូវមានពេលយើងរវល់ទៅមកធ្វើការនៅពេញអញ្ចឹងពុកម៉ែបងប្អូនបាទអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំថ្ងៃនេះបាទវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចង់ចែករំលែកពុកម៉ែបងប្អូនគ្នាបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំអាចជួយចែករំលែកវីដេអូហើយជួយ follow page ខ្ញុំអ្នកមួយផងជូនពរពុកម៉ែបងប្អូនជួបប្រទេសតែក្តីសុខនិងសេចក្តីចម្រើនគ្រប់គ្នាកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំបាទនៅពេលក្រោយទៀតបើសិនជាខ្ញុំទំនេរខ្ញុំនឹងចេញវីដេអូតាក់ទងសកម្មភាពក្រុមគ្រួសាររបស់ខ្ញុំឲ្យមើលនេះគឺធ្វើបាយបាទកូនខ្ញុំមកថាកញ្ញាអរគុណសម្រាប់ការទស្សនា